បាទសូមជម្រាបសួរប្រិយមិត្តដែលកំពុងតែទស្សនានៅបណ្ដាញសង្គមរបស់ខ្ញុំបាទសេនសរ៉ាត់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះយើងជួបគ្នាជាមួយនឹងភាពក្តៅកគុកនៃភូមិសាស្ត្រនយោបាយនៅឯអាមេរិកឡាទីនវិញម្ដងគឺនៅក្នុងពេលថ្មីនេះសហរដ្ឋអាមេរិកគាត់បានប្រកាសថានឹងធ្វើការវាយប្រហារនៅរបបផ្ដាច់ការរបស់លោកនីកូឡាម៉ាដូរ៉ូដែលជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡានេះហើយនេះគឺជាព្រឹត្តិការណ៍មួយដែលប៉ះពាល់ជាមួយនឹងទីផ្សារហិរញ្ញវត្ថុក៏ដូចជាប៉ះពាល់ជាមួយនឹងតម្លៃមាសផងដែរដូច្នេះហើយសូមបងប្អូនដែលធ្វើការទិញរូបមាសមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងពីព្រោះជំរើសចុងក្រោយគឺលោក Maduro អត់មានជំរើសអ្វីណាទៀតទេដោយសារតែក្នុងខណៈពេលដែលអាមេរិកបានផ្ដល់ឱកាសឲ្យគាត់តែគាត់មិនព្រមទទួលយកឥឡូវមានជំរើសតែមួយទេគឺគាត់ដើរចូលទៅក្នុងជំរើសថាធ្វើឲ្យអាមេរិកនឹងធ្វើការវាយប្រហារនៅរបបផ្ដាច់ការរបស់គាត់ហើយអញ្ចឹងយើងមុននឹងឈានតាលំអិតអំពីកត្តាដែលធ្វើឲ្យអាមេរិកនឹងអស់គេហៅថាការអត់ធ្មត់ខ្ញុំបាទសូមជម្រាបអំពីប្រវត្តិរបស់ប្រទេសវេណេស៊ុយអេឡានេះបន្តិចបាទពីព្រោះអីប្រទេសវេណេស៊ុយអេឡានេះតាមក៏ពិតគឺជាប្រទេសមួយដែលគេហៅថាប្រទេសអ្នកមានជាងគេនៅក្នុងអាមេរិកឡាទីនឬក៏ហៅថាអាមេរិកខាងត្បូងមានប្រេស៊ីលមានអីហ្នឹងគឺក្នុងចំណោមប្រទេសទាំងអស់ហ្នឹងវេណេស៊ុយអេឡាគឺជាប្រទេសអ្នកមានណាហើយអ្វីដែលគាត់មានបំផុតនោះគឺមានដោយសារតែគាត់បានរកឃើញប្រេងកាតហើយប្រេងកាតនៅក្នុងប្រទេសវេណេស៊ុយអេឡានេះគឺជាប្រេងកាតមួយដែលគេហៅថាច្រើនមែនទែនបាទជាធម្មតាជាអណ្ដូងធំហើយផលិតប្រេងកាតនេះចិញ្ចឹមប្រជាពលរដ្ឋគេរហូតមួយប្រទេសតែម្ដងបាទនេះគឺជាប្រវត្តិកន្លងមកអញ្ចឹងប្រទេសនេះបច្ចុប្បន្នគឺជាប្រទេសដែលកាន់របបគេហៅថាសង្គមនិយមបែបផ្ដាច់ការប៉ុន្តែប្រទេសនេះក៏ធ្លាប់ជាប្រទេសមួយដែលជាប្រទេសគេហៅថាកាន់លទ្ធិប្រជាធិបតេយ្យដែរកន្លងមកគឺបន្ទាប់អំពីទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញនៅឆ្នាំ1800ជាងណា830គឺក្រោមអាណានិគមអេស្ប៉ាញបន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ1830នោះមានន័យថាវេណេស៊ុយអេឡាគាត់បានកាន់របបជាច្រើនប៉ុន្តែរបបដែលយើងសង្កេតឃើញថាជារបបដែលប្រកាន់នៅរបបប្រជាធិបតេយ្យគឺចាប់ពីឆ្នាំ1958ដល់ឆ្នាំ1998គឺជាប្រទេសមួយដែលមានរបបប្រជាធិបតេយ្យដ៏រឹងមាំក៏ប៉ុន្តែដល់ក្រោយពីរបបប្រជាធិបតេយ្យទៅនេះក្រោមការបដិវត្តរបស់លោកគេហៅថា Chavismo គឺមានន័យថារបបនេះត្រូវបានបដូរទៅជារបបសង្គមនិយមដោយកាលនោះមានប្រធានាធិបតីគឺឈ្មោះលោក Chavez បាទជួគាត់ពេញឈ្មោះថា Hugo Chavez អញ្ចឹងលោក Hugo Chavez នេះគាត់បានកាន់ជាប្រធានាធិបតីរបស់វេណេស៊ុយអេឡានេះចាប់ពីឆ្នាំ1998គឺជាប់ឆ្នោតហើយកាន់រហូតដល់ឆ្នាំ2013បាទលោក Chavez គឺជាគេហៅថាអ្នកដែលមានប្រជាប្រិយភាពបំផុតនៅក្នុងសម័យនោះដែលគាត់ប្រកាន់យករបបសង្គមនិយមហើយគាត់ប្រើនយោបាយគឺយកលទ្ធផលចំណេញនៃប្រេងកាតនៅក្នុងប្រទេសគាត់នោះគឺជាយន្តការមួយដែលបង្កើនប្រជាប្រិយភាពនៅក្នុងនោះគឺការនោះក៏លោកឆាវ៉េសគាត់មានប្រជាប្រិយភាពខ្លាំងណាស់ដោយសារអីដោយសារតែគាត់នឹងមានគេហៅថាកម្មវិធីមួយណាផ្ដល់ផ្ទះផ្ដល់ការអប់រំផ្ដល់អាហារដល់អ្នកក្រីក្រអីហ្នឹងគឺជាការកក់ support ដោយរដ្ឋាភិបាលតែម្ដងដោយសារប្រទេសគាត់អ្នកមានដោយសារប្រេងកាតតែម្ដងហើយប្រទេសវេណេស៊ុយអេឡានេះក៏ជាគេហៅថាស្ថាបនិកនៅគេហៅ OPEC ដែរបាទស្ថាបនិករបស់បណ្ដាប្រទេសនាំចេញប្រេងធំជាងគេនៅលើពិភពលោកនោះគឺនៅក្នុងនោះមានវេណេស៊ុយអេឡានេះមួយដែរបាទអញ្ចឹង
នៅក្នុងរបបរបស់លោកឆាវេសនេះគឺគាត់ប្រកាន់សង្គមនិយមហើយធ្វើការចែកផ្ទះធ្វើការផ្ដល់ការអប់រំដោយ free ណាឬក៏ផ្ដល់អាហារដល់អ្នកក្រីក្រអីហ្នឹងនិយាយរួមប្រជាប្រិយរបស់លោកឆាវេសនៅក្នុងដំណាក់កាលនោះគាត់ខ្លាំងមែនតើបន្ទាប់ពីលោកឆាវេសស្លាប់ទៅណានៅឆ្នាំ2013នេះគឺបានតតំណែងទៅដល់លោកនីកូឡាម៉ាដូរ៉ូសប្តាហ៍ថ្ងៃនេះបាទលោកនីកូឡាម៉ាដូរ៉ូគឺជាគេហៅថាបើយើងនិយាយសាមញ្ញគឺជាអនុប្រធានាធិបតីកាលនោះគាត់តតំណែងពីលោកឆាវេសនឹងមកអញ្ចឹងគាត់ឡើងកាន់អំណាចរហូតមកដល់បច្ចុប្បន្នចាប់ពីឆ្នាំ2013មកហើយអ្វីដែលគាត់កាន់គឺពាក់ព័ន្ធជាមួយនឹងវិបត្តិសង្គមបានកើតឡើងខ្លាំងដែលគាត់ប្រកាន់យកនៅរបបផ្ដាច់ការអញ្ចឹងលោកម៉ាដូរ៉ូនេះគាត់បានបង្កើតណាការបង្ក្រាបទៅលើខាងគណៈបព្វប្រឆាំងណាចាប់អ្នកតវ៉ាដាក់គុកនិងបង្កើតរដ្ឋសភាคล้ายៗដើម្បីបន្តឬក៏រក្សាអំណាចរបស់ខ្លួនហើយវិបត្តិសេដ្ឋកិច្ចគឺកាន់តែកើតឡើងពាក់ព័ន្ធជាមួយនឹងដោយសារកំឡុងពេលដែលគាត់កាន់អំណាចនេះតម្លៃប្រេងក៏ចុះថោកហើយណាមួយហើយទី2គឺពាក់ព័ន្ធជាមួយនឹងអតិផរណាប្រទេសនោះមិនឡើងគេហៅថាឡើងដល់4-10% ទេណាឡើងដល់គេថារាប់លានភាគរយមានន័យថាតម្លៃទំនិញថ្លៃបំផុតណាថ្លៃខ្លាំងណាស់នៅក្នុងប្រទេសមួយនេះណាហើយសេដ្ឋកិច្ចបានធ្លាក់ចុះរហូតមកដល់ដណ្ដាបមកដល់ពេលបច្ចុប្បន្ននេះណាហើយយើងឃើញថានៅក្នុងស្ថានភាពបច្ចុប្បន្នវិញមានន័យថាលោកម៉ាដូរ៉ូគាត់អស់ច្រកហើយណាគាត់អស់ច្រកហើយមានន័យថាយ៉ាងម៉េចសហរដ្ឋអាមេរិកបានផ្ដល់ឱកាសគាត់ច្រើនណាគាត់ផ្ដល់ឱកាសគាត់ច្រើនអញ្ចឹងបន្ទាប់ពីស្ថានភាពចម្រុងចម្រាសគ្នាណារវាងលោកម៉ាដូរ៉ូជាមួយនឹងសហរដ្ឋអាមេរិកគឺអាមេរិកគាត់ចោទខ្លាំងគឺម៉ាដូរ៉ូហ្នឹងគឺជាប្រទេសមួយដែលបង្កឲ្យមានគ្រឿងញៀនណាដឹកគ្រឿងញៀនអីឆ្លងចូលទៅដល់សហរដ្ឋអាមេរិកអញ្ចឹងដូចលោកដូណាល់ត្រាំគាត់បានបញ្ជាក់កន្លងមកអញ្ចឹងមានន័យថាគាត់អត់ពេញចិត្តជាមួយនឹងរបបរបស់លោកម៉ាដូរ៉ូនេះទេហើយអ្វីដែលកំពុងតែបញ្ហាប្រឈមគឺរឿងគ្រឿងញៀននេះតែម្ដងណារឿងគ្រឿងញៀននេះតែម្ដងគឺប្រទេសវេណេស៊ុយឡានេះដឹកគ្រឿងញៀនឆ្លងចុះព្រោះអាមេរិកជាមួយនឹងវេណេស៊ុយឡានេះគឺជាប់គ្នាបើយើងនិយាយសាមញ្ញដូចវាស្តៀងជាមួយនឹងប្រទេសម៉ាឡេហើយនឹងប្រទេសឈុំនៅអាស៊ានយើងអញ្ចឹងណាបាទមានន័យថារៀងកោងដូចម៉ាឡេអញ្ចឹងអាហ្នឹងវេណេស៊ុយឡាអញ្ចឹងទៅមកម្ដុំអាស៊ីមានខ្មែរថៃមានវៀតណាមម្ដុំហ្នឹងគឺជាដូចសហរដ្ឋអាមេរិកអញ្ចឹងវាស្តៀងគ្នាអញ្ចឹងណាអញ្ចឹងវារៀងមកជ្រួយអញ្ចឹងឲ្យដឹកឆ្លងចូលទៅសហរដ្ឋអាមេរិកណាគ្រឿងញៀនហ្នឹងបាទអញ្ចឹងហើយបានជារឿងសំខាន់ហ្នឹងរឿងបញ្ហាគ្រឿងញៀនហើយគូផ្សំជាមួយនឹងការរបបផ្ដាច់ការនៅរបស់លោកម៉ាដូរ៉ូនោះបានណាត់ទៅពីអាណត្តិគាត់បានបន្លំណាមានន័យថាគាត់បោះឆ្នោតបន្លំខ្លែងសន្លឹកឆ្នោតគេចាត់ទុកណាគេចាត់ទុកថាការបោះឆ្នោតបន្តអំណាចគាត់លើកទី2នេះគឺអត់មានគេហៅថាអត់មានតម្លាភាពទេអញ្ចឹងហើយគាត់ប្រកបរបបផ្ដាច់ការគេហៅថាសប្តាហ៍ថ្ងៃនេះគេហៅថារបបសង្គមនិយមបែបផ្ដាច់ការនោះឯងអញ្ចឹងហើយអាមេរិកគាត់បានចាត់វិធានការជាច្រើនទី1ណាអាមេរិកប្រកាសថាបើសិនជាអ្នកណាឲ្យព័ត៌មានមកដល់អាមេរិកពាក់ព័ន្ធទៅនឹងការចាប់ខ្លួនរបស់លោកម៉ាដូរ៉ូនេះអាមេរិកនឹងឲ្យរង្វាន់ដល់ទៅ$50 លានក៏ប៉ុន្តែការផ្ដល់រង្វាន់នេះដូចជាអត់មានប្រសិទ្ធភាពទេសប្តាហ៍ថ្ងៃនេះអត់មានប្រសិទ្ធភាពទេបាទហើយចំណាត់ការមួយទៀតពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មបាទអាមេរិកដាក់ទណ្ឌកម្មជាច្រើនមានអទណ្ឌកម្មចម្បងនិងអទណ្ឌកម្មបន្ទាប់បន្សំជាច្រើនជាពិសេសដាក់ទណ្ឌកម្មទៅដល់ប្រទេសមួយចំនួនទៀតដែលនាំប្រេងពីប្រទេសវេណេស៊ុយឡាហ្នឹងគឺអាមេរិកដាក់ពន្ធគយដល់បណ្ដាប្រទេសទាំងអស់ហ្នឹង25%ណាអាហ្នឹងគឺទណ្ឌកម្មមួយផ្នែកទៀតតកតងជាមួយនឹងការធ្វើការគៀបសង្កត់ទៅលើរបបផ្ដាច់ការរបស់លោកម៉ាដូរ៉ូនេះហើយ
តកតងជាមួយនឹងអន្តរប្រវេសន៍គឺសហរដ្ឋអាមេរិកមួយរយៈក្រោយនេះបានបញ្ជូនណាជនអន្តរប្រវេសន៍របស់វេណេស៊ុយអេឡាខុសច្បាប់នេះរាប់ពាន់នាក់បានត្រឡប់មកប្រទេសខ្លួនវិញអានេះគឺជាចំណាត់ការមួយដែលវេណេស៊ុយអេឡាអាមេរិកបានដាក់ទៅក្នុងប្រទេសវេណេស៊ុយអេឡាហើយនៅដល់ដំណាក់កាលនេះគឺបញ្ហានៅតែមានការរឹងតឹងដោយសារអីដោយសារតែរឿងសំខាន់មួយណាគឺវេណេស៊ុយអេឡានេះអត់ចុះចាញ់ទេកន្លងមកនេះអត់ចុះចាញ់ជាមួយនឹងអាមេរិកទេរហូតដល់ក្រសួងការពីជាតិរបស់សហរដ្ឋអាមេរិកនេះចាត់ទុកការរត់ពន្ធគ្រឿងញៀនពីប្រទេសវេណេស៊ុយអេឡានេះជាវិបត្តិសន្តិសុខជាតិដែលផ្ដល់ណាសិទ្ធឲ្យពួកគេកំទេចកប៉ាល់វេណេស៊ុយអេឡាណាដែលផ្ទុកគ្រឿងញៀននេះតែម្ដងហើយប្រធានាធិបតីដូណាល់ត្រាំក៏គាត់បានសម្រេចថាមិនចាំបាច់មានការប្រកាសសង្គ្រាមជាផ្លូវការឬក៏ស្នើសុំអនុម័តពីសភាទេគាត់នឹងធ្វើការផ្ដួលនៅរបបរបស់លោកម៉ាដារ៉ូនេះហើយលោកម៉ាដារ៉ូនោះក៏គាត់បានប្រកាសសង្គ្រាមប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិកហើយក៏បានអំពាវនាវឲ្យទាហានជួយណាជួយគាត់ណាទាហាននៅប្រទេសម៉ាដារ៉ូរបស់លោកម៉ាដារ៉ូនេះគឺមានដល់ទៅ 4.5 លាននាក់នៅដែលជាទាហានការពារជាតិរបស់ប្រទេសវេណេស៊ុយអេឡានេះអញ្ចឹងសប្តាហ៍ថ្ងៃនេះលោកម៉ាដារ៉ូគាត់ក្តាប់នៅអំណាចទាហានរួមជាមួយនឹងគេហៅថាអំណាចតុលាការនៅក្នុងដៃអញ្ចឹងហើយបានជានៅក្នុងប្រទេសនេះមានការស្ងប់ស្ងាត់មិនមានអ្វីជាការក្តុងក្តាំងធ្វើឲ្យឈានទៅដល់ការចាប់ខ្លួនរបស់លោកម៉ាដារ៉ូនៅទេហើយចំណុចដែលក្តៅបានកើតឡើងហើយអ្វីដែលលោកដូណាល់ត្រាំគាត់បានឲ្យដាក់ option ជំរើសឬដាក់ជំរើសពីរឲ្យលោកម៉ាដារ៉ូនេះក៏ឡមកទី1ឲ្យលោកម៉ាដារ៉ូនេះណាភៀសខ្លួនជាបន្ទាន់ណាឲ្យលោកម៉ាដារ៉ូនេះភៀសខ្លួនជាបន្ទាន់ដោយអូសទាញនៅញាតិមិត្តណាប្រពន្ធកូនអីហ្នឹងទៅជាមួយទៅហើយគាត់អត់ធ្វើអីទេតែលោកម៉ាដារ៉ូនេះគាត់បដិសេធហើយអ្វីដែលគាត់ចង់បដិសេធជាមួយនឹងអន្តរជាតិនោះគឺគាត់សុំមួយណាគាត់ស្នើសុំថាសូមឲ្យមានការលើកលែងទោសជាសកលសម្រាប់រាល់ឧក្រិដ្ឋកម្មដែលរូបគាត់នឹងក្រុមរបស់គាត់បានប្រព្រឹត្តក៏ប៉ុន្តែសំណើនេះវាត្រូវបានបដិសេធបាទធ្វើអាក្រក់ហើយសូមឲ្យគេនឹងបាទលើកលែងទោសឲ្យអញ្ចឹងអាហ្នឹងវាត្រូវឲ្យគេបដិសេធបាទគេបដិសេធគ្មាននរណានឹងអនុញ្ញាតឲ្យសត្រូវរបស់ពួកគេរត់គេចខ្លួនប្រមូលផ្ដុំកម្លាំងនិងដណ្ដើមអំណាចបានឡើយលោកម៉ាដារ៉ូអាចនឹងមានលទ្ធភាពភៀសខ្លួនចេញពីប្រទេសក៏ប៉ុន្តែគាត់ត្រូវបានប្រឈមមុខទៅនឹងការជាប់ពន្ធនាគារអស់មួយជីវិតមើលទៅវាហាក់ដូចជាគាត់នឹងសុខចិត្តស្លាប់ក្នុងការប្រយុទ្ធជាងការជាប់ខ្នោះដៃអស់មួយជីវិតនោះឯងបាទអានេះគឺជាសំណើរបស់លោកម៉ាដារ៉ូអញ្ចឹងហើយសំណើនេះគ្មានបានការអនុញ្ញាតឬក៏គេយល់ព្រមនោះទេអញ្ចឹងហើយជំរឿសចុងក្រោយដែលគាត់មិនព្រមភៀសខ្លួនចេញនោះគឺពាក់ព័ន្ធទៅដល់មានតែចំណុចទី1ទុកពេលឲ្យសហរដ្ឋអាមេរិកហ្នឹងគាត់ចូលទៅសម្អាតណាបដូររបបនៅក្នុងប្រទេសហ្នឹងហើយឥឡូវនេះដល់ដំណាក់កាលហ្នឹងហើយណាបងប្អូនដល់ដំណាក់កាលនេះហើយគឺមានថាអស់លទ្ធភាពហើយគឺម៉ាដារ៉ូអត់មានទីពឹងទេយើងក៏លេខទៅមើលសម្ព័ន្ធមិត្តរបស់លោកម៉ាដារ៉ូដែលជាមិត្តជិតស្និទ្ធរបស់គាត់នោះមានដូចជាចិននិងរុស្ស៊ីរួមជាមួយនឹងអ៊ីរ៉ង់នៅវិញបាទយើងទៅមើលដែលអ្វីដែលយើងអង្កេតឃើញពាក់ព័ន្ធជាមួយនឹងលោកVladimir Putin ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកម៉ាដារ៉ូនៅក្នុងពេលបច្ចុប្បន្ននេះគឺគាត់បានបដិសេធក្នុងការជួយណាលោកម៉ាដារ៉ូគឺមិនអនុញ្ញាតឲ្យគេហៅថាការភៀសខ្លួនរបស់លោកម៉ាដារ៉ូហ្នឹងទៅប្រទេសរបស់គាត់ទេហើយអញ្ចឹងសម្រាប់ពូទីននេះគេថាមិត្តជិតស្និទ្ធដែលទាំងពីរនេះកំពុងតែកិច្ចខ្លួនអត់អើពើទេនៅក្នុងនោះណា
ទោះជាយ៉ាងណាក៏ដោយនៅលោកពូទីនកំពុងតែជាប់រវល់នៅក្នុងកិច្ចចរចាសន្តិភាពណាហើយចិនមិនធ្វើការផ្លាស់ប្ដូរដោយតក់ក្រហល់នោះទេណាម៉ាដូរ៉ូកំពុងតែឈានទៅដល់ផ្លូវបញ្ចប់ហើយនៅក្នុងខណៈនេះចំពោះព្រឹត្តិការណ៍សេដ្ឋកិច្ចយើងក៏លេចឃើញថាព្រឹត្តិការណ៍នេះស្របទៅនឹងគេហៅថាទាំងស្រុងជាមួយនឹងគំរូទំនុកចិត្តសេដ្ឋកិច្ចដែលបានចង្អុលបង្ហាញថានៅក្នុងចន្លោះឆ្នាំ2024ណាដល់ឆ្នាំ2026គឺជាការកើនឡើងនៃភាពចលាចលនៅក្នុងសង្គមការបែកបាក់នយោបាយនិងការផ្លាស់ធ្លាក់ចុះនៃទំនុកចិត្តទៅលើរដ្ឋាភិបាលការចាប់ផ្ដើមនៅឆ្នាំ2026គឺជាសញ្ញានៃការផ្លាស់ប្ដូរទៅរកសង្គ្រាមអន្តរជាតិតំបន់ដែលគួរឲ្យព្រួយបារម្ភពិតប្រាកដគឺនៅអឺរ៉ុបដែលជាសង្គ្រាមរវាង NATO ទល់ទល់ជាមួយនឹងរុស្ស៊ីមជ្ឈមបូព៌ានិងបន្ទាប់មកគឺនៅអាស៊ីយើងនេះតែម្ដងការផ្លាស់ប្ដូររបបដែលនឹងចូលមកដល់នៅក្នុងប្រទេសវេណេស៊ុយអេឡាគឺជារឿងតូចតាចពីទស្សនៈរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែគឺជាការចាប់ផ្ដើមនៃចំនួនសកលដែលកំពុងបន្តដែលយើងនឹងឃើញនៅក្នុងកំឡុងពេលនៃរលកដ៏ហិង្សានេះនេះហើយគឺជាអ្វីដែលឈានទៅដល់ការផ្ដួលរំលំរបស់សហរដ្ឋអាមេរិកទៅលើរបបរបស់លោកម៉ាដូរ៉ូណាអញ្ចឹងចុងបញ្ចប់គឺមានន័យថាសប្តាហ៍ថ្ងៃនេះដល់ដំណាក់កាលមួយគេហៅថាចុងបញ្ចប់ហើយអស់ជំរឿសដែលគេផ្ដាល់ឲ្យក៏អត់យកទេអញ្ចឹងគាត់សុខចិត្តស្លាប់នៅក្នុងការតស៊ូជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងហើយចង់ជាលទ្ធផលម៉ាដូរ៉ូនេះត្រូវតែដួលសហរដ្ឋអាមេរិកគាត់ត្រូវតែបង្ក្រាបនៅរបបនេះចោលហើយណានឹងរៀបចំរបបថ្មីសម្រាប់ប្រទេសវេណេស៊ុយអេឡានេះដូច្នេះហើយបានបញ្ជាក់ថាពាក់ព័ន្ធជាមួយនឹងបងប្អូនដែលកំពុងតែធ្វើការទិញលក់ទាក់ទងជាមួយនឹងមាសឬក៏ទីផ្សារហិរញ្ញវត្ថុមានឧបករណ៍ផ្សេងទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះពេលដែលដំណាក់កាលនៃការធ្វើសង្គ្រាមគឺវាបង្កការហៅថាភូមិសាស្ត្រនយោបាយអសន្តិសុខនេះពាក់ព័ន្ធជាមួយមាសនិងមានការប្រែប្រួលវាអាចជំរុញមាសនឹងឡើងហើយជាយន្តការនឹងអាចបែកតម្លៃ4000ណា$380ក្នុង1អោនដែលជាប្រវត្តិសាស្ត្រនៅក្នុងដែលខ្ពស់បំផុតសម្រាប់តម្លៃមាសនេះអាចឈានទៅដល់ស្ថានភាពដូរគេហៅនិន្នាការតម្លៃនៅក្នុងកម្រិតផ្សេងមួយទៀតគឺមានតែចន្លោះពី4000ជាងហ្នឹងទៅចន្លោះ5000ហើយដូចជាការព្យាករណ៍របស់អ្នកជំនាញគាត់បានបញ្ជាក់មកផងដែរថាឆ្នាំ2026នេះមាសនឹងធ្វើការដើរឬក៏ប្រែប្រួលនៅក្នុងកម្រិតណា4000ជាងទៅ$5000ក្នុង1អោននេះឯងកម្មវិធីយើងក៏ដោយសារដល់ទីបញ្ចប់ដែរខ្ញុំបាទក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតមកដល់ចប់ហើយបើសិនជាបងប្អូនទើបតែបានទស្សនាវីដេអូនេះជាលើកទី1ហើយគិតថាជាវីដេអូដែលមានសារៈប្រយោជន៍សម្រាប់ជាការសម្រេចចិត្តឬក៏ជាការព័ត៌មានមួយផ្ដល់ណាជាចំណេះដឹងពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រនយោបាយក៏ដូចជាការគ្រប់គ្រងទៅដល់ការធ្វើពាណិជ្ជកម្មរបស់អស់លោកអ្នកក៏សូមជួយ like ជួយ share និងជួយគេហៅថា comment បើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចឬក៏ពាក់ព័ន្ធជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយឬក៏ទីផ្សារហិរញ្ញវត្ថុហើយសូមកុំភ្លេចជួយ subscribe ឬក៏ជួយ follow ដើម្បីជាការលើកទឹកចិត្តដល់ការធ្វើមាតិការបស់ខ្ញុំជាបន្តទៅទៀតអរគុណច្រើនខ្ញុំបាទសៀនសុរ៉ាត់សូមអរគុណសូមជម្រាបលា